សូមស្វាគមន៍មកកាន់ Channel និទានរលរៀលថ្ងៃនេះយើងខ្ញុំសូមនាំអារម្មណ៍លោកអ្នកមកស្ដាប់នៅសាច់រឿងភាគពិសេសដែលនឹងធ្វើឲ្យលោកអ្នកព្រឺព្រួចនិងជក់ចិត្តជាទីបំផុតរឿងលបួងស្នេហ៍កូនដើម ភូមិគ្រឹះដ៏ស្កឹមស្កៃរបស់លោកពិនហាក់មានសភាពស្ងប់ស្ងាត់ខុសពីធម្មតាលោកពិនគឺជាមហាសិទ្ធិម្នាក់ដែលជោគជ័យក្នុងមុខចំនួនប៉ុន្តែរឿងគ្រួសារលោកបែរជាចាញ់បោកសម្រស់នាងស្រីនីដែលជាស្រីក្មេងវ័យទើបតែ20ឆ្នាំមានរូបរាងសេតស៊ីសាច់សក់ខ្ចីនិងមានកែវភ្នែកបង្កប់ដោយមន្តស្នេហ៍ដ៏គ្រោះថ្នាក់ស្រីនីរៀបការចូលមកក្នុងផ្ទះនេះក្នុងនាមជាជំទាវទី2ប៉ុន្តែនាងមិនដែលស្កប់ស្កល់នឹងការបម្រើរបស់លោកពិនឡើយភ្នែកដ៏មុតស្រួតរបស់នាងតែងតែលួចសម្លឹងមើលកូនប្រុសទាំងពីររបស់លោកពិនគឺសីហានិងវណ្ណៈដែលមានវ័យប្រហាក់ប្រហែលនឹងនាងនៅព្រឹកថ្ងៃសៅរ៍ខណៈដែលលោកពិនចេញទៅវាយកូនហ្គោលបាត់ស្រីនីបានស្លៀកឈុតគេងយប់ពណ៌ក្រហមឆ្អៅស្ដាងថ្លារហូតមើលឃើញសាច់ខាងក្នុងនាងដាវចុះមកក្រោមទាំងរឹកភៀកជើកជើតរួចក៏ទៅអង្គុយជិតសីហាដែលកំពុងអានកាសែតនៅសាលទទួលភ្ញៀវសីហាមើលចុះម៉ាក់មានអារម្មណ៍ថាស្មារបស់ម៉ាក់វាចុកណាស់កូនជួយច្របាច់ឲ្យម៉ាក់បន្តិចបានទេស្រីនាងនិយាយទាំងបង្ហើសំឡេងខ្សឹបក្បែរត្រជាសីហាដែលជាកំឡោះមានឈាមជាប់ពូកញ្ជ្រោលកាលបើឃើញដើមទ្រូងដ៏ត្រលុកត្រលន់របស់ម្ដាយចុងនៅចំពោះមុខគេចាប់ផ្ដើមបែកញើសខ្ទប់ដៃរបស់គេដែលចាប់ផ្ដើមច្របាច់ស្មាឲ្យស្រីនាងញ័រទៅត្រើតឃើញសីហាចាប់ផ្ដើមទន់ចាត់ស្រីនាក៏បន្តល្បិចកភ្លាមនាងធឺជាដាវចូលទៅក្នុងបន្ទប់ទឹករួចស្រែងហៅវណ្ណៈដែលជាកូនប្រុសពើឲ្យចូលទៅជួយវណ្ណៈអើយជួយម៉ាក់ផងម៉ាក់រអើជើងដួលក្នុងបន្ទប់ទឹកហើយវណ្ណៈដែលនៅក្បែរនោះពើញាប់រត់ចូលទៅបំរុងនឹងជួយប៉ុន្តែអ្វីដែលគេឃើញគឺស្រីនាកំពុងអង្គុយលើការ៉ូបង្ហាញរាងកាយដ៏អាក្រាតនឹងលោកគង់ជាស្រេចកែវភ្នែករបស់ស្រីនាសម្លឹងមើលមកវណ្ណៈទាំងអង្វរកលាលំដោយការអូសទាញនៅក្នុងវិមានដ៏ធំនេះអ្នកបម្រើត្រូវបានស្រីណាតដេញទៅជួបជុំគ្នានៅផ្ទះបាយក្រោយអស់ស្រីណាតបានអូសដៃសីហាចូលក្នុងបន្ទប់គេងងឹតស្លុបរួចខ្សឹបប្រាប់ថាកុំខ្លាចអីសីហាប៉ារបស់កូនមិនដឹងទេនេះគឺជាអត្ថាកំបាំងរបស់ពួកយើងទាំងពីរពាក្យសម្ដីដ៏ផ្អែមនិងក្លិនក្រអូបពីខ្លួនរបស់ម្ដាយចុងបានធ្វើឲ្យសីហាបាត់បង់ម្ចាស់ការគេចាប់ផ្ដើមអបថើបស្រីនីទាំងស្រេកឃ្លាននៅពេលនោះឯងដែលការសេពសំថវាកដោយអាថកំបាំងនិងខុសច្បាប់សីលធម៌បានចាប់ផ្ដើមឡើងយ៉ាងក្តៅគគុកស្រីនីបានប្រើគ្រប់ក្បាច់ក្បួនដើម្បីលបួងកូនចុងទាំងពីរឲ្យធ្លាក់ក្នុងអន្ទាក់តណ្ហារបស់នាងក្រោយពីបានរួមរក្សាជាមួយសីហាដែលជាកូនច្បងរួចមកស្រីនីមិនបានឈប់ត្រឹមនឹងឡើយចិត្តជើកសាវីរបស់នាងប្រៀបដូចជាសមុទ្រដែលមិនចេះឆ្អែតឆ្អន់នឹងទឹកភ្លៀងនាងដឹងយ៉ាងច្បាស់ថាបើចង់គ្រប់គ្រងផ្ទះនេះឲ្យបានទាំងមូលនាងត្រូវតែបង់សំណាញ់ទាក់ទាញកូនប្រុសម្នាក់ទៀតរបស់លោកពិនគឺវណ្ណៈនៅយប់បន្ទាប់លោកពិននៅតែមិនទាន់ត្រឡប់មកពីខេត្តវិញស្រីនាបានរៀបចំផែនការថ្មីនាងបានហៅវណ្ណៈឲ្យចូលមកកាន់បន្ទប់គេងរបស់នាងដោយយកលេថាឲ្យជួយមើលកុំព្យូទ័រដែលខូចវណ្ណៈដែលជាក្មេងស្លូតត្រង់មិនបានដឹងពីល្បិចកលមាត់ខ្លាក្រែមក្រហមម្នាក់នេះឡើយនៅពេលវណ្ណៈចូលមកដល់ស្រីនាកំពុងតែអង្គុយនៅលើគ្រាក្នុងឈុតរ៉ូបខ្លីវាវខ្នងនាងធ្វើជាដកដង្ហើមធំរួចនិយាយទាំងទឹកមុខក្រៀមក្រំវណ្ណៈប៉ារបស់កូនគាត់ចាស់ហើយគាត់មិនសូវខ្វល់ពីម៉ាក់ទេម៉ាក់មានអារម្មណ៍ថាឯកោណានាងចាប់ដៃវណ្ណៈមកដាក់លើភ្លៅរបស់នាងភាពក្មេងខ្ចីនិងកម្លាំងពុកកញ្ជ្រោលរបស់វណ្ណៈបានធ្វើឲ្យគេមិនអាចទប់ទល់នឹងមន្តស្នេហ៍របស់ម្ដាយចុងបានមិនយូរប៉ុន្មានវណ្ណៈក៏បានធ្លាក់ក្នុងអន្ទាក់តណ្ហាបន្តវេនពីបងប្រុសរបស់គេនៅតូបបាយនាព្រឹកបន្ទាប់បរិយាកាសក្នុងផ្លែចាប់ផ្ដើមប្រែប្រួលសីហាសម្លឹងមើលវណ្ណៈដោយខ្សែភ្នែកប្លែកចំណែកវណ្ណៈវិញក៏ហាក់ដូចជាមានអាថាកំបាំងលាក់បាំងបងប្រុសដែរស្រីនាដែលអង្គុយនៅក្បាលតុញញឹមយ៉ាងមានប្រៀបនាងលួចយកជើងរបស់នាងទៅប៉ាក់ជើងសីហានៅក្រោមតុខណៈដែលដៃម្ខាងទៀតកំពុងចាក់ទឹកក្រួចឲ្យវណ្ណៈសីហានិងវណ្ណៈយប់មិញគេងលក់ស្រួលទេកូនម៉ាក់ឃើញអ្នកទាំងពីរហាក់ដូចជាអស់កម្លាំងរៀងខ្លួន
ស្រីនាងនិយាយទាំងឌឺដងបង្កប់នៃជ្រៅ សីហាចាប់ផ្ដើមកើតក្តីច្រណែនគេដឹងថាស្រីនាជាស្រីមិនធម្មតាប៉ុន្តែគេមិនចង់ចែករំលែកសេចក្តីសុខដែលគេធ្លាប់ទទួលបានទៅឲ្យប្អូនប្រុសឡើយចំណែកវណ្ណៈក៏ចាប់ផ្ដើមមានចិត្តប្រតិព័ទ្ធលើម្ដាយជងរបស់ខ្លួនកាន់តែខ្លាំងរហូតដល់ភ្លេចបងភ្លេចប្អូនខណៈដែលបងប្អូនទាំងពីរនាក់កំពុងតែដណ្ដើមចិត្តម្ដាយជងលោកពិនបានទូរស័ព្ទមកថាលោកនឹងត្រឡប់មកវិញមុនកំណត់នៅល្ងាចនេះដំណឹងនេះធ្វើឲ្យស្រីនាត្រូវរៀបចំល្បិចថ្មីដើម្បីកុំឲ្យបងប្អូនទាំងពីរឆ្លោះគ្នារហូតបែកការដល់ត្រជាលោកពិនស្រីនាបានហៅបងប្អូនទាំងពីរមកជួបជុំគ្នានៅក្នុងបន្ទប់ងងឹតមួយរួចនិយាយទាំងសំឡេងមើងម៉ាត់ស្ដាប់មកឲ្យច្បាស់បើចង់ឲ្យអាកំបាំងនេះនៅមានសេចក្តីសុខពួកកូនទាំងពីរត្រូវតែចែករំលែកគ្នាបារបស់កូនមកវិញហើយកុំធ្វើឲ្យមានរឿងអីសោះបើមិនដូច្នេះទេពួកយើងនឹងវិនិច្ឆ័យទាំងអស់គ្នាបរិយាកាសនៅក្នុងវិមានដែលធ្លាប់តែអ៊ូអរដោយសំឡេងសើចស្បើយបែរជាប្រែមកជាតានតឹងនិងពោពេញដោយអាថាកំបាំងលោកពិនបានត្រឡប់មកដល់ផ្ទះវិញមុនកំណត់ធ្វើឲ្យបងប្អូនទាំងពីរគឺសីហានិងវណ្ណៈមានការភ័យខ្លាចផងនិងអន់តែសាខ្លងចិត្តផងនៅយប់ដំបូងនៃការវិលត្រឡប់មកវិញលោកពិនបានរៀបចំពិធីជប់លៀងលក្ខណៈគ្រួសារតូចមួយស្រីនាអង្គុយជិតលោកពិនបម្រើបាយទឹកនិងបញ្ជុកចំណីឲ្យប្តីវ័យចំណាស់យ៉ាងយកចិត្តទុកដាក់បំផុតប្រៀបដូចជាប្រពន្ធដ៏ល្អម្នាក់ប៉ុន្តែនៅក្រោមតុបាយនោះជើងរបស់នាងកំពុងតែលូកទៅគៀកជើងរបស់សីហានិងវណ្ណៈម្ដងម្នាក់សីហាដែលជាបងខំថ្មិញសង្កត់ចិត្តព្រោះគេមានអារម្មណ៍ច្រណែននៅពេលឃើញស្រីនាផ្លែមល្ហែមជាមួយឪពុកខ្លួនចំណែកវណ្ណៈវិញគេមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក៏បានត្រឹមតែអង្គុយអោនមុខចុះមិនហ៊ានសម្លឹងចំភ្នែកឪពុកឡើយនៅពេលកណ្ដាលអាត្រៀតសាឡាស់ពីលោកពិនដែលកំពុងតែលងលក់ក្នុងដំណេកដោយសារការហត់នឿយពីការធ្វើដំណើរស្រីនាបានលួចក្រោកចេញពីគ្រែយ៉ាងស្រាលជឿងនាងដឹងថាកូនចុងទាំងពីរមិនតាន់គេងលក់ឡើយនាងបានដើរទៅកាន់បន្ទប់របស់វណ្ណៈជាមុនព្រោះនាងដឹងថាវណ្ណៈងាយនឹងគ្រប់គ្រងជាងនៅក្នុងបន្ទប់ងងឹតស្លុបស្រីនាបានអបថើបវណ្ណៈទាំងខ្សឹកខ្សៀវកូនសម្លាញ់កុំខ្លាចអីប៉ារបស់កូនគេងលក់ដូចស្លាប់ទៅហើយម៉ាក់នឹកកូនណាពួកគេបានចំណាយពេលជាមួយគ្នាយ៉ាងក្តៅគគុកក្នុងខណៈដែលលោកពិនកំពុងគេងនៅបន្ទប់បន្ទាប់ប៉ុន្តែអ្វីដែលពួកគេមិនដឹងនោះគឺសេហាកំពុងតែឈរតាមដាននៅមាត់ទ្វារបន្ទប់ទាំងទឹកមុខខាងសម្បានៅពេលស្រីនាដើរចេញពីបន្ទប់វណ្ណៈនាងស្រាប់តែទល់មុខជាមួយសីហាដែលឈរចាំនៅទីងងឹតសីហាបានចាប់ដៃស្រីនាអូសចូលទៅក្នុងបន្ទប់ទឹករួចសួរទាំងសំឡេងខ្សឹបហេតុអ្វីបានជាម៉ាក់ធ្វើបែបនេះម៉ាក់ចង់លេងសើចជាមួយពួកយើងដល់ពេលណាទៀតឬមួយម៉ាក់ចង់ឲ្យខៀងប្រាប់ប៉ាគ្រប់យ៉ាងស្រីណាជំនួសឲ្យការភ័យខ្លាចនាងបែរជាញញឹមបែបព្រាននារីរួចយកដៃអង្អែលទ្រួងសីហាកុំចំណានអូនអីកូនដឹងទេថាកូនគឺជាអ្នកដែលម៉ាក់ពេញចិត្តបំផុតចង់ទៅបន្ទប់កូនឥឡូវទីពាក្យសម្ដីលបួងនិងការប៉ះប៉ាល់ដ៏សិចស៊ីបានធ្វើឲ្យសីហាបាក់ស្បាតម្ដងទៀតគេបាននាំម្ដាយជងទៅកាន់បន្ទប់របស់គេបន្តសង្វាក់តណ្ហាដែលមិនចេះចប់មិនចេះហើយផលវិបាកចាប់ផ្ដើមកើតឡើងនៅព្រឹកបន្ទាប់លោកពិនបានរកឃើញខ្សែកូមៀរបស់ស្រីនាធៀកនៅក្នុងបន្ទប់របស់សីហាលោកចាប់ផ្ដើមមានមន្ទិលសង្ស័យប៉ុន្តែលោកនៅមិនទាន់ហ៊ានសន្និដ្ឋានឡើយបរិយាកាសនៅតុអាហារពេលព្រឹកមានសភាពត្រជាក់ស្រេបលោកពិនអង្គុយសម្លឹងមើលមុខប្រពន្ធក្មេងនិងកូនប្រុសទាំងពីរដោយខ្សែភ្នែកមិនទុកចិត្តលោកលើកខ្សែកមៀដែលរើសបានពីបន្ទប់របស់សីហាមកដាក់លើតុរួចសួរដោយសំឡេងធ្ងន់ធ្ងរស្រីនាហេតុអ្វីបានជាខ្សែករបស់អូនទៅជ្រុះនៅក្នុងបន្ទប់របស់សីហាទៅវិញបេះដូងរបស់សីហាលោតញាប់ស្ទើរធ្លាចេញមកក្រៅឯវណ្ណៈវិញអង្គុយអោនមុខមិនហ៊ានសម្លឹងតុបាយឡើយប៉ុន្តែស្រីនាវិញនាងមិនត្រឹមតែមិនភ័យខ្លាចទេនាងបែរជានៅរក្សាទឹកមុខញញឹមស្រស់រួចឆ្លើយតបយ៉ាងរលូនបងសំឡានអូនភៀតប្រាប់បងយប់មិញអូនដើរទៅឆែកមើលបន្ទប់កូនព្រោះអូនឃើញសីហាហាក់ដូចជាស្រវឹងខ្លាំងពេកអូនក៏ចូលទៅជួយរៀបចំភួយអីគេក៏ប្រហែលជាជ្រុកនៅទីនោះហើយបងឯងនេះពូកែសង្ស័យមែននាងនិយាយបណ្ដើដើរតែអោបស្មាលោកពិនបណ្ដើធ្វើឲ្យលោកពិនដើរចាញ់បោកសម្រស់ស្រាប់ក៏ចាប់ផ្ដើមទុនចិត្ត
ហើយសើចម្នាក់ឯងថាខ្លួនឯងគិតច្រើនពេកទោះបីជាដោះខ្លួនរួចពីលោកពិនប៉ុន្តែស្រីនាងមានការខឹងសម្បានឹងសីហាដែលធ្វើឲ្យមានចន្លោះប្រហោងនៅយប់នោះនាងមិនបានចូលទៅរកសីហាឡើយតែនាងបែរជាហៅវណ្ណៈឲ្យមកជួបនៅក្បែរអាងទឹកក្រោយភូមិគ្រឹះដែលជាកន្លែងងងឹតនិងស្ងាត់ជ្រងំស្រីណាប្រើក្បាច់លបួងทั้งពីរដើម្បីធ្វើឲ្យសីហាឈឺចាប់ដោយកាយចំណែននាងដឹងថាសីហាកំពុងលួតមើលពីលើបាល់គង់នាងចាប់ដើមបបោសអង្អែលវណ្ណៈយ៉ាងរលរៀលនៅក្រោមពន្លឺព្រះច័ន្ទខណៈដែលវណ្ណៈដែលវង្វេងក្នុងមន្តស្នេហ៍ក៏បណ្ដោយខ្លួនតាមម្ដាយចុងគ្រប់បែបយ៉ាងសីហាដែលឈរមើលពីលើផ្ទះដៃក្តាប់ដប់ស្រាឡើងញគេមិនត្រឹមតែខឹងស្រីនាដែលក្បត់គេទៅរកប្អូនទេតែគេខឹងខ្លួនឯងដែលដកចិត្តមិនរួចពីស្រីម្នាក់នេះគេដាយចុះមកក្រោមទាំងអាការៈស្រវឹងរួយក៏ទៅកាត់មុខអ្នកទាំងពីរម៉ាក់កូនប្រុសម្នាក់មិនគ្រាន់សម្រាប់ម៉ាក់ទេមែនទេសីហានិយាយទាំងឌឺដងស្រីណាតឃ្លាពីវណ្ណៈរួចដើរមកជិតសីហាខ្សឹបដាក់ត្រជាកថាសីហាបើកូនចង់បានចំណៃយប់នេះចាំម៉ាក់នៅបន្ទប់ទឹកជួនក្រោមកុំឲ្យប៉ាកូនដឹងឲ្យសោះលបែងត្រីវិស័យដែលស្រីនាបង្កើតឡើងបានធ្វើឲ្យបងប្អូនទាំងពីរនាក់คล้ายជាទាសករតណ្ហារបស់នាងយ៉ាងពេញទំហឹងពួកគេមិនត្រឹមតែលួចលាក់ជាមួយម្ដាយចុងទេតែពួកគេចាប់ផ្ដើមបែងចែកពេលវេលាគ្នាដើម្បីបម្រើចំណងរបស់ស្រីនាក្រោមភ្នែកដងងឹតងងល់របស់លោកពិនក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃចាប់ដើមប្រែប្រួលជាថ្មីសម្រស់ដែលធ្លាប់តែស្រស់បំព្រេងរបស់ស្រីនាបែរជាប្រែមកជាស្លេកស្លាំងជារៀងរាល់ព្រឹកនាងតែងតែរត់ចូលបន្ទប់ទឹកដើម្បីខ្ចាក់ចង្អោរដែលធ្វើឲ្យលោកពិនមានការងឿងឆ្ងល់និងបារម្ភជាខ្លាំងលោកពិនបាននាំស្រីនាទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពគ្រូពេទ្យបានប្រកាសលទ្ធផលដែលធ្វើឲ្យលោកពិនសប្បាយចិត្តស្ទើរហោះអបអរសាទរលោកពិនភរិយារបស់លោកមានតៃពួរបាន2ខែហើយលោកពិនសោតសប្បាយរួចអូបស្រីនាពេញដៃលោកមានមោទនភាពណាស់ដែលវ័យជិត60ឆ្នាំទេហើយតែនៅមានសមត្ថភាពបង្កកំណើតបានប៉ុន្តែសម្រាប់សីហានិងវណ្ណៈដែលឈរស្ដាប់នៅក្បែរនោះពួកគេមានអារម្មណ៍ដូចត្រូវរន្ទះបាញ់ចំកណ្ដាលក្បាលពួកគេម្នាក់សិតតែលួចគិតក្នុងចិត្តថាតើកូនក្នុងពោះនោះជាកូនរបស់ខ្ញុំមែនទេនៅយប់នោះពេលដែលលោកពិនរវល់តែអបអរសាទរជាមួយមិត្តភក្តិនៅខាងក្រៅសីហាបានចូលទៅក្នុងបន្ទប់ស្រីនាទាំងកំហឹងស្រីនាប្រាប់ខ្ញុំមកកូនក្នុងពោះនោះជារបស់អ្នកណាជាកូនរបស់ខ្ញុំមែនទេសរីនាអង្គុយនៅមុខកញ្ចក់រួយសើចតិចសីហាកូនគុំបារម្ភអីទោះជាកូនអ្នកណាក៏ដោយក៏លោកពិនជាអ្នកទទួលខុសត្រូវដែរមិនល្អទេអីដែលកូនបានខ្លាយជាប៉ាគេទាំងមិនបាច់ចំណាយលុយចិញ្ចឹមមិនតនឹងនិយាយចប់ផងវណ្ណៈក៏បានដាវចូលមុខដែរគេមានទឹកមុខស្លេកស្លាំងម៉ាក់បើកូនក្នុងពោះជារបស់ខ្ញុំមិនព្រមឲ្យប៉ាចិញ្ចឹមក្នុងនាមជាប្អូនប្រុសខ្ញុំឡើយឃើញបងប្អូនទាំងពីរចាប់ដើមទាស់តែងគ្នាស្រីនាបានប្រើល្បិចចុងក្រោយដើម្បីបិទមាត់ពួកគេនាងបានហៅអ្នកទាំងពីរមកជិតរួចចាប់ដៃពួកគេដាក់លើពោះរបស់នាងស្ដាប់ម៉ាក់ណាបើពួកកូនម្នាក់ចង់ដឹងថាជារបស់អ្នកណាពួកកូនត្រូវតែបន្តស្រឡាញ់ម៉ាក់និងការពារការសម្ងាត់នេះឲ្យដល់ទីបំផុតបើរឿងនេះបែកធ្លាយពួកកូននឹងបាត់បង់ទាំងកេរ្តិ៍ឈ្មោះនិងទ្រព្យសម្បត្តិមហាសាលរបស់ប៉ាកូនតើពួកកូនសុខចិត្តបាត់បង់អ្វីគ្រប់យ៉ាងដើម្បីតែភាពត្រឹមត្រូវមែនទេពាក្យសម្ដីដ៏មុតស្រួចរបស់ស្រីនាបានធ្វើឲ្យសីហានិងវណ្ណៈដកថយពួកគេម្នាក់ធ្លាក់ក្នុងអន្ទាក់កាន់តែជ្រៅគឺអន្ទាក់នៃឈាមប្លែកមុខដែលនឹងត្រូវកើតមកក្នុងនាមជាប្អូនប៉ុន្តែការពិតអាចជាកូនភាពតានតឹងកាន់តែខ្លាំងលោកពិនចាប់ផ្ដើមសង្កេតឃើញថាកូនប្រុសទាំងពីររបស់លោកតែងតែមានសកម្មភាពប្លែកនៅក្បែរស្រីនាលោកចាប់ផ្ដើមតម្លាញកាមេរ៉ាសុវត្ថិភាពសម្ងាត់នៅទ្រង់ផ្ទះដោយមិនឲ្យអ្នកណាម្នាក់ដឹងឡើយទោះបីជាលោកពិនមើលទៅហាក់ដូចជាជឿជាក់លើភរិយាក្មេងយ៉ាងខ្លាំងប៉ុន្តែក្នុងនាមជាអ្នកចំនួនចាស់វស្សាលោកមិនមែនជាមនុស្សល្ងងខ្លៅឡើយការប្រែប្រួលទឹកមុខរបស់កូនប្រុសទាំងពីរនិងភាពស្និទ្ធស្នាលខុសធម្មតារបស់ស្រីណាបានធ្វើឲ្យលោកសម្រេចចិត្តបំពាក់ផ្នែកទី3លោកពិនបានជួលជាងឲ្យមកដំឡើងកាមេរ៉ាសុវត្ថិភាពខ្នាតតូច Spy Cam លាក់ក្នុងផាំងផ្កានិងនាឡិកាជញ្ជាំងក្នុងចំណុចសំខាន់នៃផ្ទះជាពិសេសគឺនៅមុខបន្ទប់គេងរបស់លោកនិងនៅសាលធំលោកប្រាប់គ្រប់គ្នាថាលោកគ្រាន់តែចង់ការពារសុវត្ថិភាពឲ្យប្រពន្ធដែលកំពុងមានផ្ទៃពោះប៉ុណ្ណោះស្រីណាកាលបើឮដូច្នោះ
ก็จับดามមានការប្រុងប្រយ័ត្នប៉ុន្តែតុនហាដែលធ្លាប់តែឆេះសន្ធោសន្ធៅវាមិនងាយនឹងពន្លត់បានដោយសារតែកាមេរ៉ាប៉ុន្មានគ្រាប់នោះឡើយ នៅយប់មួយខណៈដែលលោកប៉ិនធ្វើពុតជាគេងលក់ស្រីនាបានផ្ញើសារទៅកាន់សីហាឲ្យមកជួបនាងនៅបន្ទប់បោកខោអាវចាន់ក្រោមដែលជាកន្លែងនាងគិតថាមិនមានកាមេរ៉ា សីហាម៉ាក់មិនខ្វល់ពីកាមេរ៉ាអីនោះទេម៉ាក់នឹកកូនខ្លាំងណាស់ស្រីនេះនៃនិយាយទាំងអបថើបសីហា សីហាដែលកំពុងតែវង្វេងក្នុងមុនស្នេហ៍ក៏មិនបានចាប់អារម្មណ៍ថានៅជ្រុងម្ខាងនៃទូខោអាវមានពន្លឺភ្លើងពណ៌ក្រហមទួយមួយកំពុងតែព្រិចៗនោះដែរពួកគេទាំងពីរបានបណ្ដោយខ្លួនតាមអារម្មណ៍យ៉ាងររៀលដោយមិនដឹងថារាល់សកម្មភាពទាំងអស់ត្រូវបានថតទុកក្នុងទូរស័ព្ទដៃរបស់លោកពិនយ៉ាងច្បាស់កម្រិត 4K នៅក្នុងបន្ទប់គេងលោកពិនអង្គុយសម្លឹងមើលអេក្រង់ទូរស័ព្ទទាំងដៃញ័រទៅត្រើតទឹកភ្នែកបុរសវ័យចំណាស់បានស្រក់ចុះមកដោយក្តីឈឺចាប់និងអាម៉ាស់ជាទីបំផុតលោកមិននឹកស្មានថាប្រពន្ធដែលលោកស្រឡាញ់និងកូនប្រុសដែលលោកទុកចិត្តបែរជាធ្វើរឿងដ៏ថោកទាបបែបនេះនៅក្រោយខ្នងលោកឡើយ លោកពិនមិនទាន់បង្ហាញខ្លួនភ្លាមទេលោកដកដង្ហើមធំរួចផ្ដាច់កាមេរ៉ាលោកចាប់ផ្ដើមរៀបចំផែនការសងសឹកតាមបែបមនុស្សចាស់វស្សាស្រីនាសីហាញ៉ាឯងចង់លេងល្បែងនេះមែនទេយើងនឹងឲ្យញ៉ាឯងលេងឲ្យឆ្អែត ព្រឹកស្អែកឡើងលោកពិនបានហៅមេធាវីមកជួបនៅការិយាល័យសម្ងាត់ដើម្បីរៀបចំកែប្រែបណ្ដាំមរតកនិងរៀបចំអន្ទាក់ថ្មីសម្រាប់ប្រពន្ធជើកនិងកូនក្បត់ លោកពិនបានហៅកូនទាំងពីរនិងស្រីនាងមកជួបជុំគ្នានៅតុអាហារដ៏ប្រណីតលោកបានដាក់ឯកសារមួយជុំនៅលើតុរួចនិយាយដោយសំឡេងត្រជាក់ស្រេប ថ្ងៃនេះប៉ាចង់រៀបចំរឿងមរតកឲ្យហើយស្រីណាកំពុងមានផ្ទៃពោះប៉ាចង់ឲ្យកូនក្នុងពោះទទួលបានចំណែកច្រើនជាងគេហើយសីហានិងវណ្ណៈក៏នឹងទទួលបានចំណែកសមរម្យដែរប្រសិនបើអ្នកទាំងអស់គ្នាស្មោះត្រង់នឹងប៉ាស្រីនាឮដូច្នោះភីណែកឡើងកលែតដោយក្តីលោភលន់នាងនឹកស្មានថាផែនការប្រាយតណ្ហាដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិបានជោគជ័យហើយនាងលួចញញឹមដាក់សីហានិងវណ្ណៈជាសញ្ញាជោគជ័យ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់លោកពិនបានសាកល្បងចិត្តស្រីនាបើថ្ងៃណាមួយបងដឹងថាអូនក្បត់បងតើអូនចង់ឲ្យបងធ្វើបែបណា ស្រីនាឆ្លើយទាំងមិនញញើតមាត់បងសម្លាញ់បើអូនហ៊ានក្បត់បងអូនសុខចិត្តដើរចេញពីផ្ទះនេះដោយខ្លួនទទេមិនយកទ្រព្យសម្បត្តិសំបីមួយរៀល លោកពេនញញឹមយ៉ាងជូរចត់ល្អណាស់អញ្ចឹងសូមអូនចុះហត្ថលេខាលើកិច្ចសន្យានេះទៅបើមានផតាងថាអូនក្បត់បងមរតកទាំងអស់នឹងត្រូវលុបចោលភ្លាមដោយសារតែភាពលោភលន់បាំងមុខនិងជឿជាក់ថាខ្លួនឯងលាក់ដានចិត្តស្រីណាក៏ចុះហត្ថលេខាភ្លាម ទោះបីជាដឹងថាមានគ្រោះថ្នាក់ប៉ុន្តែសេចក្តីត្រូវការខាងរាងកាយបានធ្វើឲ្យសីហានិងវណ្ណៈឆ្លោះគ្នាយប់នោះសីហាបានឃើញវណ្ណៈលួចចូលទៅក្នុងបន្ទប់ទឹកជាមួយស្រីនាម្ដងទៀតសីហាទ្រាំលែងបានក៏ស្ទុះទៅធាក់ទ្វារបន្ទប់ទឹករួចស្រីជេរវណ្ណៈយ៉ាងខ្លាំង អវណ្ណៈឯងចង់ដណ្ដើមស្រីរបស់បងផងមែនទេស្រីណាក៏ជារបស់បងដែរ ការឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងបានធ្វើឲ្យលោកពិនដែលឈរចាំនៅខាងក្រៅទ្វារដើរចូលមកទាំងទឹកមុខមាំលោកកាន់ទូរស័ព្ទដៃដែលកំពុងចាក់វីដេអូសកម្មភាពរបស់ពួកគេកាលពីយប់មិញ ឈប់ឆ្លោះគ្នាទៅកូនប៉ាបានឃើញគ្រប់យ៉ាងហើយសំឡេងលោកពីនបន្លឺឡើងដូចផ្គរលាន់ ភាពស្ងាត់ជ្រងំបន្ទាប់ពីសំឡេងផ្គរលាន់របស់លោកពិនបានធ្វើឲ្យគ្រប់គ្នាដកដង្ហើមមិនរួចស្រីនាអង្គុយសំពះអង្វរនៅទៀបជើងលោកពិនទាំងទឹកភ្នែកហូររហាមខកពីរឹកពីជើកជើតខាពីមុន លោកវិនមិនបានប្រើហិង្សាឡើយលោកអង្គុយលើសាឡុងយ៉ាងស្ងប់ស្ងាត់រួចសួរទៅកាន់កូនប្រុសទាំងពីរ ប្រាប់ប៉ាមកតើវាចាប់ផ្ដើមតាំងពីពេលណាហើយកូនក្នុងពោះនោះជារបស់អ្នកណាសីហាអោនមុខចុះដោយក្តីខ្មាស់អៀនប៉ាខ្ញុំសុំទោសគឺនាងជាអ្នកចាប់ផ្ដើមលុបបួងខៀងមុនខ្ញុំទប់ចិត្តមិនបានវណ្ណៈក៏យំរៀបរាប់ដែរខ្ញុំក៏ដូចគ្នានាងប្រាប់ថាប៉ាមិនខ្វល់ពីនាងឯកោនាងប្រាគ្រប់ល្បិចដើម្បីឲ្យខ្ញុំធ្លាក់ក្នុងអន្ទាក់ ស្រីណាដែលឃើញកូនចុងទាំងពីរទម្លាក់កំហុំមកលើខ្លួនម្នាក់ឯងនាងក៏ស្រែកឡើងទាំងកំហឹងចោះបើពួកឯងមិនចង់តើអញអាចបង្ខំបានទេពួកឯងក៏ស្រែកឃ្លានដូចគ្នាដែរ លោកពិនបានយកក្រដាសមួយសម្លឹកទៀតចេញពីហៅប៉ប៉ាវវាគឺជាលទ្ធផល test DNA សម្ងាត់ដែលលោកបានធ្វើតាំងពីសប្តាហ៍មុន
ដោយលួចយកសំណាកពីស្រីនីនិងកូនលោកបោះក្រដាស់នោះទៅលើតុ លទ្ធផលបង្ហាញថាកូនក្នុងពោះស្រីនីមិនមែនជាកូនរបស់លោកពេនឡើយហើយអ្វីដែលរឹតតែតក់ស្លុតនោះគឺលទ្ធផលបង្ហាញថា DNA របស់ក្មេងក្នុងពោះត្រូវនឹងសេហាដល់ទៅ 99% សីហាបើកភ្នែកធំគេបានខ្លាយជាឪពុករបស់ប្អូនខ្លួនឯងក្នុងនាមជាភ្លើការលោកពីនសើយ៉ាងជូរចត់ សីហាឯងធ្វើបានល្អណាស់ឯងបានបង្កើតប្អូនដែលជាកូនរបស់ឯងតើឯងចង់ឲ្យប៉ាមានអារម្មណ៍បែបណាតាមកិច្ចសន្យាដែលស្រីនីបានចុះហត្ថលេខាលោកពិនបានបញ្ជាឲ្យអង្គរៈអស់នាងចេញពីផ្ទះភ្លាមដោយមិនហើយយកទ្រព្យសម្បត្តិសំបីតែមួយរៀលនាងត្រូវចាក់ចេញទាំងខ្លួនទៅទេជាមួយផ្ទៃពោះដែលជាលទ្ធផលនៃអំពើបាបចំណែកសីហានិងវណ្ណៈលោកពិនបានសម្រេចចិត្តកាត់កាលនិងដកសិទ្ធិគ្រប់គ្រងក្រុមហ៊ុនទាំងអស់លោកបាននិយាយពាក្យចុងក្រោយថាចេញទៅឲ្យផុតពីមុខយើងចាប់ពីថ្ងៃនេះទៅយើងគ្មានកូនប្រុសដែលថោកទាបដូចពួកឯងឡើយទៅរស់នៅតាមយថាកម្មចុះពីវិមានដ៏ស្គមស្កៃឥឡូវនេះស្រីណាសីហានិងវណ្ណៈត្រូវមកជ្រកកោនគ្រឿងផ្ទះជួលដ៏ចង្អៀតនិងស្អ៊ូស្អាប់មួយនៅជ័យក្រុងទឹកប្រាក់ដែលធ្លាប់តែចាយមិនអស់បានคล้ายជាការរាប់កាក់រាប់សេនដើម្បីទិញបាយហូបភ្លើងតណ្ហាដែលធ្លាប់តែឆេះសន្ធៅការនៅរស់ក្នុងវិមានបាយជាប្រែមកជាភ្លើងកំហាំងនិងការជេរប្រមាថសីហាដែលធ្លាប់តែជាអ្នកគ្រប់គ្រងក្រុមហ៊ុនឥឡូវនេះត្រូវដើររកការងារធ្វើជាកម្មករលីសូតប៉ុន្តែគ្មានអ្នកណាយកព្រោះដឹងប្រវត្តិមិនល្អគឺមកពីស្រីចង្រៃដូចជានាងបើនាងមិនបបួលពួកយើងលេងល្បែងតណ្ហានេះទេពួកយើងក៏មិនធ្លាក់ខ្លួនដល់ថ្នាក់នឹងដែរសីហាស្រីកុំហុកដាក់ស្រីនីខណៈដែលនាងកំពុងអង្គុយអោបពោះដល់ធំចិត្តគ្រប់ខែស្រីណែសោយចំអកទាំងទឹកភ្នែកចោះពេលពួកឯងឡើងឋានសួគ៌ជាមួយអញហេតុអីមិនព្រោះបែបនឹងផងពេលនេះចង់មកទម្លាក់កំហុសលើស្រីម្នាក់ឯងមែនទេទោះបីជាធ្លាក់ខ្លួនក្រប៉ុន្តែវណ្ណៈនៅតែមានចិត្តអាណិតស្រីនីគេតែងតែលួចទិញចំណីល្អៗឲ្យនាងហូបខណៈដែលស៊ីហាចាប់ដើមងាកទៅរកល្បែងស៊ីសងនិងសុរាដើម្បីបំបត្តិទុក្ខការដណ្ដើមស្រីម្នាក់ក្នុងផ្ទះជួលតូចមួយបានធ្វើឲ្យបងប្អូនទាំងពីរចាប់ផ្ដើមប្រើហិង្សាដាក់គ្នាយប់មួយសីហាដែលស្រវឹងជោគជាមបានព្យាយាមប្រើកម្លាំងបំពានលើស្រីនីម្ដងទៀតទោះបីជានាងចិត្តសម្រាលក៏ដោយវណ្ណៈបានចូលមកខាត់រហូតឈានដល់ការវេទប់គ្នាផ្អោននៅជិតខាងភាពអាម៉ាបានតាមលងបន្លាចពួកគេមិនឈប់ឈរស្រីណាតដឹងថានាងមិនអាចរស់នៅបែបនេះរហូតបានឡើយនាងលែងមានសេចក្តីស្រឡាញ់ចំពោះសីហាឬវណ្ណៈទៀតហើយគឺមានតែការគុំគួននាងបានលួចតាក់ទងទៅកាន់មិត្តភក្តិចាស់ម្នាក់ដែលជាអ្នកលេងខាងក្រៅដើម្បីរៀបចំផែនការជំរិតទារប្រាក់ពីលោកពិនដោយយកកូនក្នុងពោះមកធ្វើជាចំណាប់ខ្មាំងនាងបានខ្សឹបប្រាប់វណ្ណៈថាវណ្ណៈបើកូនក្នុងពោះនាងកើតមកវានឹងរងទុក្ខដោយពួកយើងបើពួកយើងនាំគ្នាទៅគំរាមប៉ារបស់ឯងទាមទារលុយមួយដុំធំរួចរត់ទៅស្រុកក្រៅតើឯងយល់ព្រមទេវណ្ណៈដែលវង្វេងនឹងស្នេហ៍ម្ដាយជុងក៏យល់ព្រមតាមផែនការដ៏គ្រោះថ្នាក់នេះដោយមិនដឹងថាស្រីនាងកំពុងប្រើគេជាឈ្នន់ដើម្បីរត់ចោលពួកគេទាំងពីរនាក់ឡើយនៅមន្ទីរពេទ្យបង្អែកដ៏តូចចង្អៀតមួយសំឡេងសម្រែកឈឺពោះរបស់ស្រីនាងបានបន្លឺឡើងកាត់ភាពស្ងាត់ជ្រងំនៃរាត្រីសីហានិងវណ្ណៈអង្គុយចាំនៅខាងមុខបន្ទប់សម្រាលទាំងទឹកមុខស្លេកស្លាំងពួកគេលែងឆ្លោះគ្នាព្រោះភាពក្រីក្រនិងការភ័យខ្លាចបានមកជំនួសកន្លែងតណ្ហាក្រោយពីការឈឺចាប់ជាច្រើនម៉ោងគ្រូពេទ្យបានដើរចេញមកទាំងទឹកមុខក្រៀមក្រំសោកស្ដាយផងទីរោគសោយពេកហើយម្ដាយក៏ធ្លាក់ឈាមខ្លាំងដែរក្មេងស្លាប់បាត់ទៅហើយចំណែកម្ដាយកំពុងសង្គ្រោះបន្ទាន់សីហាដែលដឹងច្បាស់ថាជាកូនរបស់ខ្លួនបានត្រឹមតែដួលសន្លប់ទៅលើការ៉ូនេះគឺជាកម្មផលទី1ដែលគេត្រូវទទួលគឺការបាត់បង់ឈាមចរដែលកើតចេញពីអំពើខុសសីលធម៌ខណៈដែលស្រីនាគកំពុងស្ថិតក្នុងសភាពជិតស្លាប់លោកពិនបានបង្ហាញខ្លួននៅមន្ទីរពេទ្យលោកមិនមែនមកដើម្បីមើលចិត្តឬផ្ដល់ការអភ័យទោសឡើយប៉ុន្តែលោកមកដើម្បីបញ្ចប់គ្រប់យ៉ាងលោកបានបោះស្រោមសម្បត្តិមួយឲ្យសីហានិងវណ្ណៈនេះគឺជាសម្បត្តិយន្តហោះម្នាក់មួយសន្លឹកទៅប្រទេសឆ្ងាយចេញទៅហើយកុំត្រឡប់មកវិញឲ្យសោះទ្រព្យសម្បត្តិទាំងអស់ប៉ាបានបរិច្ចាគឲ្យមន្ទីរពេទ្យនិងមណ្ឌលកុមារកំព្រាអស់ហើយប៉ាមិនទុកឲ្យនរណាម្នាក់ឡើយ
សុំព្រីតែខ្លួនប៉ាផ្ទាល់ លោកពិនបានលែងលះជាមួយស្រីណាតតាមផ្លូវច្បាប់រួចរាល់ហើយលោកសម្រេចចិត្តទៅសាងភ្នោះដើម្បីលាងជំរះចិត្តដែលសៅហ្មង សូមអរគុណប្រិយមិត្តដែលបានតាមដានរឿងនេះនៅលើ Channel និទានរារាកុំភ្លេចចុច Like និង Follow ដើម្បីទទួលបានសាច់រឿងថ្មីៗជោគជិតបន្តទៀត